ក្រុមអ្នកជំនាញធ្វើកំណាយដើម្បីជួសជុលនិងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាខាងលិចនៃប្រាសាទបេងមាលាឲ្យដំណើរការល្អឡើងវិញក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាធ្វើកំណាយសង្គ្រោះនៅស្ពានហាខាងលិចរបស់ប្រាសាទបេងមាលាស្ថិតនៅភូមិបឹងមាលាឃុំបឹងមាលាស្រុកស្វាយលើខេត្តសៀមរាបការធ្វើកំណាយសិក្សាស្រាវជ្រាវនេះជាគម្រោងរបស់អាជ្ញាធរជាតិអប្សរាដើម្បីរៀបចំជួសជុលនិងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាខាងលិចនៃប្រាសាទបេងមាលាឲ្យដំណើរការល្អឡើងវិញដើម្បីនាំយកទឹកតាមកសិនទៅបំពេញវាផ្ទីស្ថិតនៅកង្កែបប្រាសាទជាសំណង់រក្សាទឹកសប្តាហ៍ថ្ងៃគេនិយមហៅបារាយលោកខៀវច័ន្ទបូរាណវិទូដែលគ្រប់គ្រងការស្ថាននៅប្រាសាទបេងមាលាបានឲ្យដឹងថាការធ្វើកំណាយសង្គ្រោះនៅស្ពានហាខាងលិចរបស់ប្រាសាទបេងមាលាក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះស្ថានភាពបាតកសិននិងដីកក់ក្រោមស្ពានមុននឹងស្ដារដីកក់នៅក្នុងរន្ធរដេវនិងកសិនចេញដើម្បីឲ្យទឹកបានហូរដូចដើមឡើងវិញលោកខៀវច័ន្ទបានឲ្យដឹងថាគឺដើម្បីស្វែងយល់អំពីរចនាសម្ព័ន្ធស្ពាននិងការប្រើប្រាស់សម្ភារៈសំណង់ថាតើដូចគ្នាទៅនឹងស្ពានហាខាងកើតរបស់ប្រាសាទបេងមាលាដែរឬទេម្យ៉ាងវិញទៀតកំណែនេះគឺដើម្បីជួយសង្គ្រោះថ្មសំណង់ជាច្រើនដូចជាខ្លួននាគជាបង្កាន់ដៃស្ពានជើងសសរនិងថ្នាំរបស់ស្ពានហាខាងលិចដែលបានរលួសធ្លាប់កប់ក្នុងដីជាយូរឆ្នាំមកហើយនោះយកទៅរៀបចំរក្សាទុកឲ្យបានល្អនិងអាចជួសជុលឡើងវិញដើម្បីទុកប្រើប្រាស់មុននឹងយកទៅដាក់តាមទីតាំងដើមវិញនៅក្នុងដំណើរការធ្វើកំណាយរយៈពេលជាង1ខែមកនេះក្រុមអ្នកជំនាញបានដឹងថារចនាសម្ព័ន្ធនិងសម្ភារៈសំណង់របស់ស្ពានហាខាងលិចនៃប្រាសាទបេងមាលាគឺធ្វើពីថ្មភក់ហើយផ្លូវទឹកហូរក្រោមស្ពានហានេះគ្មានកម្រាលធ្វើពីថ្មបាយក្រៀមទេរចនាសម្ព័ន្ធរបស់ស្ពានហាខាងលិចនេះគឺខុសគ្នាពីរចនាសម្ព័ន្ធរបស់ស្ពានហាខាងកើតប្រាសាទបេងមាលាដែលរចនាសម្ព័ន្ធនោះមានកម្រាលក្រោមស្ពានជាពីថ្មបាយក្រៀមមួយស្រាប់ក្រាលលើគ្រឹះខ្សាច់លាយថ្មភ្នំ